លោកស្រីសុខាចុះពិនិត្យវឌ្ឍនភាពកសិដ្ឋានចិញ្ចឹមគោសាច់របស់ក្រុមហ៊ុន RPRU ក្នុងភូមិព្រៃផ្ដៅឃុំតាក្រៀមស្រុកបាណន់ខេត្តបាត់ដំបងក្រុមប្រតិភូរដ្ឋបាលស្រុកដឹកនាំដោយលោកស្រីសុខាអភិបាលនៃគណៈអភិបាលស្រុកបាណន់បានចុះពិនិត្យវឌ្ឍនភាពសិក្សាស្វែងយល់បន្ថែមពីសង្វាក់ផលិតកម្មកសិកម្មនៅកសិដ្ឋានចិញ្ចឹមគោសាច់របស់ក្រុមហ៊ុន RPRU ឯកដែលស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃផ្ដៅឃុំតាក្រៀមស្រុកបាណន់ខេត្តបាត់ដំបងការចិញ្ចឹមគោសាច់គឺជាវិស័យកសិកម្មមួយដែលមានសក្តានុពលខ្ពស់ដោយសារតម្រូវការទីផ្សារនិងបង្កើតចំណូលបានយ៉ាងល្អសម្រាប់ប្រជាកសិករក្នុងការចិញ្ចឹមក្នុងនោះការចិញ្ចឹមគោសាច់ RPRU ក្នុងខេត្តបាត់ដំបងជាកសិដ្ឋានឈានមកគេក្នុងតំបន់ទៅលើការបំពន់គោសាច់និងផលិតចំណីសម្រេចប្រកបដោយគុណភាពនិងអនាម័យលោកណៃបុរាណអ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋានចិញ្ចឹមគោសាច់នៃកសិដ្ឋានចិញ្ចឹមគោពូជ RPRU បានឲ្យដឹងថាការចិញ្ចឹមយើងក៏ត្រូវការជ្រើសរើសពូជគោល្អនិងការផ្គត់ផ្គង់ចំណីអាហារផ្ដោតលើអាហារូបត្ថម្ភគ្រប់គ្រាន់ការរក្សាអនាម័យនិងការថែទាំសុខភាពជាប្រចាំសម្រាប់កសិដ្ឋានចិញ្ចឹមគោពូជនេះយើងមានជាកន្លែងប្រកាត់ពូជប្រកាត់សពនិមិត្តហើយនឹងចែកទឹកស្ពាមជូនទៅដល់កសិករទៅថ្ងៃខាងមុខប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះគឺយើងធ្វើផែនការមួយគឺសម្រាប់ប្រកាត់ទៅលើមេ1000ក្បាលជាក់តម្រង់ជាក់ស្ដែងតែសប្តាហ៍យើងទិញមេពូជបានចូលមក400ក្បាលហើយនៅខ្វះតែ600ក្បាលទៀតដើម្បីយើងធ្វើការប្រកាត់យកពូជមួយដែលជាពូជ Snow របស់កសិដ្ឋានក្នុងការបង្កាត់ចេញដោយកសិដ្ឋានផ្ទាល់តែម្ដងពូជនេះយើងយកពីយ៉ងពីស្រុកគេមកជាប្រភេទពូជ Charolais សម្រាប់ការប្រកាត់ពូជជាទូទៅក្នុងការប្រឈមដូចជាប្រភេទប្រផែនគោមេយើងសប្តាហ៍ថ្ងៃដោយសារកសិករយើងប្រកាត់ប្រើទៅប្រភេទទៅលើគោបានៅតាមស្រុកភូមិតំបន់នីមួយៗអញ្ចឹងវាមានការឆ្លងរោគវាមានការករោគទៅដល់ប៉ះពាល់ទៅដល់ផ្នែកស្បូនរបស់គោអញ្ចឹងទៅនៅពេលដែលយើងយកមកប្រកាត់ជាមួយនឹងពូជល្អវាធ្វើនឹងអាចឲ្យគោមានបញ្ហាអញ្ចឹងហើយជាកត្តាមួយដែលប្រឈមទៅកសិដ្ឋានសម្រាប់តម្រូវជ្រើសគោប្រភេទផែនគោខ្មែរដែរប៉ុន្តែជាប្រភេទគោល្អដើម្បីយកមកដាក់ពូជកំណត់វាបានថាវាជាប្រភេទដែលគោល្អ 100% ហើយវាមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនដែលយើងទិញពីកសិករមកគោដែលមានកូនស្រេចគឺយើងមើលថែទាំបំពន់វាមានការដាក់ឲ្យស៊ីចំណីទៅតាមបច្ចេកទេសមានក្រុមបច្ចេកទេសសម្រាប់មើលការថែទាំមានក្រុមពេទ្យក្រុមបង្កើតហើយនិងក្រុមដាក់ចំណីផ្សេងសម្រាប់ទៅថ្ងៃមុខក្រុមហ៊ុនមានផែនការចិញ្ចឹមពូជគឺយើងប្រកាសពូជល្អបានពូជសុទ្ធ 100% ដែលជាការប្រកាសពូជគោខ្មែររបស់យើងហើយនឹងមានការចែកប្រកាសទឹកស្ពាមទៅតាមតំបន់សហគមន៍ទៅតាមស្រុកទៅតាមខេត្តនីមួយៗផ្សេងៗទៀតទៅផែនការទៅថ្ងៃអនាគតប៉ុន្តែក្នុងពេលបច្ចុប្បន្នគឺយើងបង្កើតគេហៅថាគម្រោងមួយដើម្បីបង្កើតគោពូជដែលមានភិនភាគច្បាស់លាស់ជាប្រភេទដែលគោកសិដ្ឋានចេញពីកសិដ្ឋានផ្ទាល់តែម្ដងអញ្ចឹងបងដល់តែពេលយើងមានពូជគោមួយដែលច្បាស់លាស់រួចយើងចែកស្ពាមជូនទៅដល់កសិករគឺកសិករគាត់មានទំនុកចិត្តហើយជាការសំណូមពររបស់ខ្ញុំគឺយើងនឹងទៅថ្ងៃក្រោយបកាជិះវៀងដល់កសិករគាត់ទទួលប្រកាសគោពីកន្លែងផ្សេងពូជណាដែលអត់ច្បាស់លាស់វាធ្វើឲ្យការធំធាត់យឺតហើយនឹងតម្រង់សាច់មិនល្អអញ្ចឹងកសិដ្ឋានគឺមានតម្រង់បែបហ្នឹងគឺប្រកាសពូជដែលច្បាស់លាស់ការធំធាត់បានល្អតម្រង់ខែនសាច់មានគុណភាពល្អអញ្ចឹងវាធ្វើឲ្យគោយើងលក់ទៅបានថ្លៃនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននិងថ្ងៃអនាគតជាមួយគ្នានោះដែរលោកនិចសូបុគ្គលិកផ្នែកទីផ្សារទំនាក់ទំនងការទិញចូលលក់ចេញនៃក្រុមហ៊ុន Farmrise Place Rise Up ឯកបានឲ្យដឹងថាដោយមើលឃើញពីសក្តានុពលគូផ្សំនិងគន្លឹះសំខាន់ក្នុងការចិញ្ចឹមរបស់កសិដ្ឋានក៏ដូចជាការចែករំលែកជូននៅបទពិសោធន៍មួយចំនួនផងដែរ
បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះផ្ទៃដីរបស់ក្រុមហ៊ុនយើងហ្មងគឺមាន83ហិកតាក្នុងនោះចែកចេញជា3កសិដ្ឋានចិញ្ចឹមគោសាច់គឺមានចំនួន68ហិកតាហើយកសិដ្ឋានគោពូជមានចំនួន11ហិកតានិងសត្វទាស្ថានមានចំនួន4ហិកតាបាទបើយើងគិតពីហេដ្ឋារចនាសម្ព័ន្ធនៅទីនេះហ្មងគឺបច្ចុប្បន្នក្រោលគោរបស់យើងគឺមាន6ខ្នងធំដែលមួយខ្នងគឺមានទទឹង55ម៉ែត្រនិងបណ្ដោយបាទ500ម៉ែត្រហើយក្នុងផ្ទៃដីទាំងអស់ហ្នឹងក៏មានឃ្លាំងស្តុកវត្ថុធាតុដើមមួយខ្នងឃ្លាំងស្តុកចម្បើងមួយខ្នងឃ្លាំងស្តុកវត្ថុធាតុដើមមានពោតមានដលងអីគឺមួយខ្នងទៀតបច្ចុប្បន្នគឺក្នុងមួយរោងគឺយើងអាចស្តុកគោបាន1000ក្បាលទៅ1200ក្បាលហើយបច្ចុប្បន្ននេះដោយសារតែរោងខ្លះអត់ទាន់មានគោពេញហើយរោងខ្លះកំពុងតែធ្វើការសាងសង់អញ្ចឹងគឺគោនៅក្នុងស្តុករបស់យើងគឺមានចំនួន5000ក្បាលបាទក្នុងគោលបំណងនៃការចិញ្ចឹមគោទី1គឺយើងប្រមូលទិញគោពីប្រជាជនយើងបរិយារោងឲ្យបានច្រើនខ្នងគឺគោលបំណងធំគឺយើងបានប្រមូលទិញគោពីប្រជាជនឲ្យបានច្រើនគ្រប់តំបន់ទាំងអស់អាចថាទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលផ្ដុំគោដាក់នៅទីតាំងមួយដែលយើងអាចរកទីផ្សារឲ្យប្រជាជនខ្មែរយើងកាន់តែប្រសើរទាក់ទងជាមួយចម្បាំងគឺដឹងស្រាប់ហើយតំបន់នេះគឺជាតំបន់ដែលសម្បូរទៅដោយចម្បាំងជាតំបន់ដែលសក្តានុពលហើយយើងប្រើឈ្មោះក្រុមហ៊ុននៅក្នុងការទិញដូច្នេះគឺយើងប្រកាសទិញចម្បាំងពីប្រជាជនដូច្នេះប្រជាជនគាត់ដឹកមកដល់ទីតាំងកសិដ្ឋានយើងទទួលទិញថ្លឹងគីឡូឲ្យគាត់ហើយកសិដ្ឋានមានបច្ចេកទេសនៅក្នុងការកែច្នៃចម្បាំងនឹងដើម្បីប្រើប្រាស់ឲ្យបានច្រើនបំផុតលើសពីអាចធ្វើទៅបានអញ្ចឹងតើតើមួយការកែច្នៃហ្នឹងគឺចម្បាំងយើងយកមកកិនបាទកសិដ្ឋានយកមកកិនហើយបន្ទាប់ពីកិនហើយយើងយកទៅផ្អាប់ទុកនៅក្នុងអាងដែលការផ្អាប់ហ្នឹងគឺយើងផ្អាប់ជាមួយនឹងកាកស្ករល្ងបាទហើយកាកស្ករល្ងមានមេនំប៉័ងមានស្ករសមានអីផ្សេងៗដែលជាវត្ថុផ្សំនៅក្នុងការផ្អាប់ចម្បាំងហើយការផ្អាប់គឺយើងផ្អាប់រយៈពេល10ថ្ងៃទៅ15ថ្ងៃរហូតគ្រប់រយៈពេលគឺយើងជោគយកឲ្យគោស៊ីបាទក្នុងឱកាសក្នុងការចុះពិនិត្យសិក្សាស្វែងយល់បន្ថែមពីសង្វាក់ផលិតកម្មនេះផងដែរលោកអភិបាលស្រុកក៏បានសម្ដែងនៃការកោតសរសើរដល់ក្រុមហ៊ុន RPRU ដែលបានខិតខំប្រឹងប្រែងបន្តអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោសាច់ប្រកបដោយគុណភាពនិងនិរន្តរភាពហើយនេះជាសកម្មភាពមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ជីវភាពកសិករខ្មែរស្របតាមទិសដៅខ្មែរជួយខ្មែរនិងគាំទ្រផលិតផលក្នុងស្រុកយើងមើលឃើញប្រជាកសិករលោកខិតខំចិញ្ចឹមសត្វណាការចិញ្ចឹមសត្វនៅក្នុងស្រុកបណ្ណនរបស់យើងនេះវាមានទាំងការចិញ្ចឹមជាលក្ខណៈកសិដ្ឋានបែបក្រុមហ៊ុនកសិដ្ឋានបែបគ្រួសារនិងការចិញ្ចឹមរាយប៉ាយតាមគ្រួសារនីមួយៗច្រើនបាទច្រើនជាលេខដែលយើងទៅតែប្រមូលបានវាប្រហែលទេលេខនេះជាមធ្យមទេយើងប្រមូលអត់អស់បាទទិន្នន័យឃុំខ្លះគាត់ឡើងមកអត់តាន់ទេអញ្ចឹងយើងឃើញថាគ្រាន់តែចំនួនគោក្របីនៅក្នុងស្រុកបណ្ណនរបស់យើងនេះមានរហូតដល់ 22,225 ក្បាលបាទជាង 20,000 ក្បាលនៅក្នុងទូទាំងស្រុកក្នុងនោះមានកសិដ្ឋានធំមួយគឺនៅភូមិព្រៃផ្ដៅភូមិតាក្រៀមហៅថាកសិដ្ឋានចិញ្ចឹមគោ RPRU បាទកសិដ្ឋានគាត់នឹងមានទាំងការចិញ្ចឹមគោពូជនិងគោសាច់ដែលមានចំនួនគោប្រមាណជាង 5,000 ក្បាលបាទវាឡើងចុះតាមរដូវកាលខែខ្លះឡើងដល់ 6,000 ក្បាលក៏មានដែរចំនួនកសិដ្ឋានរបស់គាត់នឹងខែខ្លះទៅក៏ធ្លាក់មកនៅជាង 5,000 ក្បាលដោយសារការប្រមូលទិញពីកសិករមកអត់បានដើម្បីយកមកបំពន់សាច់នៅក្នុងក្រុមហ៊ុនហើយនៅកសិដ្ឋានរបស់គាត់លក់គោចេញគេហៅគោសាច់នៅបងប្អូនដែលមានតម្រូវការមកទិញគោសាច់យកទៅពិឃាតដើម្បីផ្គត់ផ្គង់ទីផ្សារហ្នឹងជាទូទៅគាត់លក់បានក្នុងចន្លោះពី45ក្បាលទៅ70ក្បាលក្នុងមួយថ្ងៃដែលគាត់ត្រូវថ្លឹងចេញហើយទម្ងន់គោដែលគាត់ថ្លឹងចេញនោះខ្ញុំមើលឃើញថាគោដែលមានទម្ងន់ចាប់ពី380គីឡូរហូតដល់700គីឡូក្នុងគោមួយក្បាលអានេះទម្ងន់ហើយតម្លៃដែលគាត់លក់ចេញនោះគឺតម្លៃលក់ចេញក្នុង1គីឡូ 11,500 រៀលហើយគាត់ទិញពីកសិករមកក៏ 11,500 រៀលដែរ
តែគាត់យកមកបំពន់វារយៈពេល4ខែ3ខែ4ខែឡើងសាច់ទៅគាត់ថ្លឹងលក់ចេញទៅវិញអញ្ចឹងវាប្រហាក់ប្រហែលគ្នាបាទដែលគោកន្លែងគាត់កសិដ្ឋានហ្នឹងហើយនឹងការបង្កាត់ពូជគោការបង្កាត់ពូជគោបច្ចុប្បន្ននៅតាមប្រជាកសិករដូចជាមានការថយចុះចឹងទៅកសិដ្ឋានក៏ដូចជាកសិដ្ឋានគ្រួសារមួយចំនួននៅក្នុងស្រុកបានខិតខំបង្កាត់ពូជបែបទឹកស្ពែមសពនិមិត្តបាទมันមានការជន់អីទេព្រោះឥឡូវគេមានបច្ចេកទេសអនាម័យមួយវាទៅគេហៅជំងឺកាមរោគសត្វចឹងណាវាអាចឡើងមេមួយទៅមេមួយអានេះឆ្លងដោយមនុស្សយើងហ្នឹងมันអាចតែចេះពីវាពីកាលបានទេអញ្ចឹងការបង្កាត់ដោយចាក់អាដែងទឹកស្ពែមនឹងចូលទៅគឺវាទទួលបានមុននឹងចាក់ទៅគេពិនិត្យព្យាបាលសុខភាពមេមុនទៅហើយពិនិត្យព្យាបាលផ្លូវភេទរបស់មេនឹងទៀតបាទមុននឹងឲ្យមេនឹងពោះបង្កើតកូនបានជៀសវាងមានជំងឺតម្កាត់ផ្សេង